បងអូនទៅមើលកប៉ាល់ខ្មោចទាំងអស់គ្នាខ្ញុំនិយាយលេងទេបងអូនចាគឺកប៉ាល់នេះគឺកប៉ាល់យូរហើយតាំងពីប្រហែល100ឆ្នាំមុនទេបងអូនចាខ្ញុំមិនដឹងថាត្រូវខុសទេបងអូនតែខ្ញុំដឹងថាយូរហើយអញ្ចឹងណាតាំងពីទីក្រុងនេះអត់សូវមានផ្ទះអញ្ចឹងទៅគេមានកប៉ាល់ហ្នឹងណាសម្រាប់ដឹកដែកដឹកអីចឹងទៅខ្ញុំមិនដឹងថាខ្ញុំនិយាយខុសឬត្រូវបងអូនក៏ប្រកាន់មកបងអូនដឹងចឹងទៅហើយធ្វើម៉េចមិនបានចូលចឹងណាមានធ្វើម៉េចទេបងអូនចាដើរទៅមិត្តភ័ក្តិបងថ្លៃប៉ុនខ្ញុំហ្នឹងគេចង់ចូលទៅហើយគេថតចឹងទៅហើយក៏មុននឹងចូលទៅហ្នឹងសវត្តទិញម្នាក់30ជាងបងអូនជិត$40យើងដើរទៅមើលនៅក្នុងកប៉ាល់ហ្នឹងតាំងពី100ឆ្នាំមុនហ្នឹងតើមានអីខ្លះមាននៅក្នុងហ្នឹងគេមានអីចឹងណាពេលមានច្រើនបងអូនខ្ញុំខ្ជិលដើរថតច្រើនពេកខ្ញុំថតមុំចឹងទៅស្រួលចែកជូនបងអូនមើលចឹងទៅនេះមកដល់លើកប៉ាល់ហើយបងអូនហ្នឹងធំណាស់លើកទី1បងអូនអាកប៉ាល់ធំគេដឹកឆ្លង state មានន័យថាឆ្លងប្រទេសនីមួយៗចឹងណាវាដឹកតំណែងចឡើងចឹងទៅតែកប៉ាល់នេះគេដឹកដែកដឹកអីចឹងទៅហើយមានកន្លែងគេដេកអ្នកមានអីចឹងគេជួលគេមកជីកប៉ាល់ហ្នឹងទៅហើយគេមានកន្លែងគេដេកចឹងទៅមានប្រគុណមានអីចឹងណាគិតទៅ100ឆ្នាំមុនឬអានេះប្រហែលជាហួស100ឆ្នាំមកបងអូនវាយូរទៅហើយគេដាក់គេរកចំណូលចូលបានច្រើនមែនទេបងអូនគ្រាន់តែទិញសវត្តមើលហ្នឹងគិតមើល30ជាងហ្នឹងគ្រាន់តែយើងដើរមើលកប៉ាល់ហ្នឹងគេរកចំណូលចូលរាប់ពាន់រាប់ម៉ឺនហ្មងណាហើយនេះដល់លើកពូលបងអូនហើយអាប្រអប់ដូចហឹបនេះអាហ្នឹងគឺសម្រាប់ដាក់ដែកចឹងណាបងអូនគេដឹកជញ្ជូនដែកចឹងទៅកប៉ាល់នេះហើយក៏មានកន្លែងគេស្នាក់នៅក្នុងកប៉ាល់ហ្នឹងដែរក៏ទៅកប៉ាល់នៅក្នុងហ្នឹងយើងចូលមើលទៅបងអូនជឿនលឿនមែនទេថាទំនើបអូខេជួបគ្នានៅវីដេអូក្រោយណាបាយបាយជម្រាបលា